សួស្តីអ្នកគ្នាថ្ងៃនេះយើងមកតភាពរបស់យើងទេគេរឿង Hunter ចឹងទៅអ្នកគ្នាចាប់ផ្ដើមរឿងរបស់យើងនឹងគេថាលោកសាស្ត្រាចារ្យនឹង Bro Sunmi របស់យើងក៏ចាប់ផ្ដើមណាត់ប្រជុំគ្នាចឹងដើម្បីក្នុងការបដូរកាត់រៀងខ្លួនចឹងអ្នកគ្នាបន្ទាប់មកកថាគ្នារបស់ Bro Sunmi របស់យើងក៏ចាប់ផ្ដើមលើកមួយទៅលើពួកគេចឹងដើម្បីរកឱកាសក្នុងការវិឆ្មត់ទៅលើពួកគេទាំងអស់គ្នាចឹងអ្នកគ្នានៅពេលហ្នឹងគេថា Bro Sunmi របស់យើងក៏ចាប់ផ្ដើមបោះគ្រាប់លោកឡាក់ចឹងដើម្បីផ្ដល់សញ្ញាឲ្យគ្នារបស់គេក្នុងការវិបហាទៅលើក្រុមរបស់លោកសាស្ត្រាចារ្យចឹងបន្ទាប់មកក៏ថាពួកគេក៏ចាប់ផ្ដើមវិបហាយកតែម្ដងដោយពួកគេទាំងអស់គ្នាចាប់ផ្ដើមប្លន់ទៅលើការដ៏អស្ចារ្យ Sunmi របស់យើងចឹងបណ្ដាធ្វើឲ្យលោកសាស្ត្រាចារ្យរបស់យើងមានការខឹងទៅលើ Bro Sunmi ខ្លាំងមែនទែនហើយនៅពេលហ្នឹងគេថា Bro Sunmi របស់យើងក៏ចាប់ផ្ដើមដាក់មេប្រេនតបាត់ទៅដោយសារគេនឹងអត់ចង់ប្រកួតជាមួយនឹងលោកសាស្ត្រាចារ្យរបស់យើងចឹងហើយលោកសាស្ត្រាចារ្យរបស់យើងពិតជាខឹងទៅលើអាគ្នារបស់ Bro Sunmi ខ្លាំងមែនទែនចឹងដែលគ្នា Bro Sunmi របស់យើងក៏បានប្រាប់ទៅលើលោកសាស្ត្រាចារ្យថាដោយសារគេស្ដាប់បញ្ជាទៅលើ Bro Sunmi ដោយសារគេខ្លាច Bro Sunmi ចាត់ការទៅលើគេចឹងហើយពេលហ្នឹងថាលោកសាស្ត្រាចារ្យរបស់យើងក៏អត់ចាត់ការទៅលើគ្នារបស់ Bro Sunmi ដែរហើយគាត់ក៏ចាប់ផ្ដើមទាញកាត់ដល់អស្ចារ្យគឺជាកាត់ Sunmi ចឹងដើម្បីប្រើថាអពលដ៏អស្ចារ្យគឺជាថាអពលហោះវេទមន្តចឹងហើយនៅពេលហ្នឹងគេថាលោកសាស្ត្រាចារ្យរបស់យើងក៏បានហោះស្ទួយទៅបាត់ទៅចំណែកអាធីមរបស់ Sunmi របស់យើងគេក៏ចាប់ផ្ដើមនិយាយជួបជុំគ្នាចឹងដោយសារគេចាប់ផ្ដើមរៀបគម្រោងដ៏អស្ចារ្យ Sunmi ចឹងដើម្បីខ្លាចទៅជាអ្នកខ្លាំងដ៏អស្ចារ្យកប់ក្តោងចឹងអ្នកគ្នាហើយនៅពេលហ្នឹងគេថា Bro Sunmi របស់យើងពិតជាសរសើរទៅលើគ្នារបស់គេខ្លាំងមែនទែនដោយសារគ្នារបស់គេគេថារៀបគម្រោងបានល្អចឹងដែលអាចប្លន់កាត់ Sunmi ពីលោកសាស្ត្រាចារ្យបានចឹងចំណែកអា Gona Kilo របស់យើងគេក៏ចាប់ផ្ដើមដើរផ្សងព្រេងដ៏អស្ចារ្យ Sunmi ចឹងអ្នកគ្នាហើយអា Gona Kilo របស់យើងដើរបដានិយាយអំពីគោលបំណងគេបដាចឹងដោយសារគេនឹងចង់ខ្លាចទៅជាអ្នកខ្លាំង Sunmi ដ៏អស្ចារ្យកប់ក្តោងចឹងអ្នកគ្នាបន្ទាប់មកគេក៏ចាប់ផ្ដើមនិយាយភាសាគ្នាពេញនឹងតែម្ដងហើយនៅពេលនោះគេថាគេក៏ចាប់ផ្ដើម clean AC ចឹងក៏បាននិយាយប្រាប់ទៅលើគ្នារបស់គេថានៅពេលនេះគេថាគេ clean AC ខ្លាំងមែនទែនហើយនៅពេលនោះគេថានារីសោលឿនរបស់យើងក៏បាននិយាយប្រាប់ទៅលើអា Gona Kilo របស់យើងថាគេនឹងប្រញាប់ទៅរកការដ៏អស្ចារ្យ Sunmi ចឹងដើម្បីគ្រប់លក្ខខណ្ឌរបស់គេចឹងតមកគេក៏ចាប់ផ្ដើមនិយាយអំពីភាសាគ្នាដើម្បីទៅរកការដ៏អស្ចារ្យ Sunmi ចឹងអ្នកគ្នាហើយនៅពេលនោះគេថា Bro សក់កញ្ញាញរបស់យើងក៏បាននិយាយប្រាប់ទៅលើពួកគេថាកុំឲ្យពួកគេនឹងធ្វើដំណើរផ្សងព្រេងដ៏អស្ចារ្យព្រោះវាមានគ្រោះថ្នាក់ខ្លាំងក្លាចឹងអ្នកគ្នាបន្ទាប់មកគេថា Gona Kilo របស់យើងគេថាអត់មានស្ដាប់ទៅលើពួកអដែងទេហើយគេក៏ចាប់ផ្ដើមប្រជុំគ្នាចឹងដើម្បីខ្លាចទៅជាណាកប់ក្តោងដោយសារគោលដៅរបស់គេនឹងគេថាចង់ខ្លាចទៅជាអ្នកខ្លាំងកប់ក្តោងខ្លាំងមែនទែនហើយនៅពេលនោះតានារីសោលឿនរបស់យើងក៏បាននិយាយប្រាប់ទៅលើពួកគេថានៅពេលនេះគេខ្វះចំនួន5ការទៀតចឹងដើម្បីគ្រប់លក្ខខណ្ឌរបស់គេចឹងអ្នកគ្នាបន្ទាប់មកគេថានារីសោលឿនរបស់យើងក៏បាននិយាយប្រាប់ទៅលើ Gona Kilo របស់យើងថាឲ្យពួកគេនឹងចាប់ផ្ដើមដើររកការចំនួន5ទៀតចឹងដើម្បីគ្រប់លក្ខខណ្ឌរបស់គេចឹងហើយពេលហ្នឹងតាក៏មកយើងក៏ចាប់ផ្ដើមចរចាជាមួយនឹងម្ដងម្នាក់ចឹងដើម្បីទទួលបានកាត់ Sunmi ដ៏អស្ចារ្យចំនួន1ត្រឡឹកចឹងអ្នកគ្នាហើយពួកគេក៏ចាប់ផ្ដើមដើរចូលព្រៃមន្តអាគមដ៏អស្ចារ្យចឹងដល់គេនិយាយភាសាគ្នាបណ្ដានិយាយដើមគេបណ្ដាចឹងដើម្បីរកកាត់ប្រគ្រប់ចឹងអ្នកគ្នាដោយនារីសោលឿនរបស់យើងក៏ចាប់ផ្ដើមនឹកឃើញចឹងដោយសារគេបានជួយទៅលើបរោះណាន់ចាព្រៃរបស់យើងចឹងហើយគេក៏ចាប់ផ្ដើមដើរចូលទៅលើណាន់ចាព្រៃរបស់យើងទៅដោយនៅពេលនោះថាលោកតាណាន់ចាព្រៃរបស់យើងក៏ចាប់ផ្ដើមអរគុណទៅលើ Gona Kilo របស់យើងដែលបានកំចាត់ទៅលើយៈភ្នែកមួយឲ្យគាត់ការពីមុនចឹងអ្នកគ្នាបន្ទាប់មកគាត់ក៏ចាប់ផ្ដើមផ្ដោតកាត់អស្ចារ្យ Sunmi របស់យើងទៅលើ Gona របស់យើងចឹងធ្វើ Gona របស់យើងមានការសប្បាយចិត្តខ្លាំងមែនទែនចឹងអ្នកគ្នាដោយសារគេឥឡូវគេថាគេគ្រប់លក្ខខណ្ឌហើយនៅពេលនោះគេថា Gona Kilo នឹងជាមួយនឹងនារីសោលឿនរបស់យើងក៏ចាប់ផ្ដើមដើរទៅរកអាបរោះអស្ចារ្យរបស់យើងដោយអាបរោះអស្ចារ្យរបស់យើងបានដាក់លក្ខខណ្ឌទៅលើនារីសោលឿន Gona Kilo របស់យើងការពីមុនថាឲ្យពួកគេនឹងតម្រូវឲ្យរកការគ្រប់ចំនួនចឹងដើម្បីចូលក្រុមទៅលើពួកគេចឹងហើយនៅពេលនោះគេថា Gona Kilo នឹងនារីសោលឿនរបស់យើងបានរកកាត់គ្រប់ហើយគេក៏ចាប់ផ្ដើមដើរចូលក្រុមជាមួយនឹងបរោះអស្ចារ្យរបស់យើងចឹងនារីទឹកក្រូចរបស់យើងថាអត់ពេញចិត្តទៅលើ Gona Kilo របស់យើងទេដោយសារនាងគិតថា Gona Kilo របស់យើងគេថានៅក្មេងខ្លាំងពេកចឹងតែគេនឹងមិនអាចការពារខ្លួនឯងបានចឹងប៉ុន្តែបរោះអស្ចារ្យរបស់យើងក៏បាននិយាយប្រាប់ទៅលើនារីសោលឿនរបស់យើងថាកុំឲ្យមើលងាយទៅលើគេចឹងដោយសារ Gona Kilo របស់យើងគឺជាអ្នកខ្លាំងកប់ក្តោងចឹងដែលគេមានថាពលអស្ចារ្យខ្លាំងមែនតើចឹងហើយនៅពេលនោះគេថាបរោះអស្ចារ្យរបស់យើងក៏បាននិយាយប្រាប់ទៅលើពួកគេថាការដែលគាត់បង្ហាញនេះគឺជាការដ៏អស្ចារ្យ Sunmi ចឹងដែលការមួយហ្នឹងគេថាមានកម្លាំងខ្លាំងក្លាមែនតើចឹងដែលមានថាពលដ៏អស្ចារ្យ Sunmi ចឹងហើយនៅពេលនោះថានារីទឹកក្រូចរបស់យើងក៏បានប្រាប់ទៅលើពួកគេទាំងអស់គ្នាថានាងគឺជាអ្នកខ្លាំងកប់ក្តោងធ្លាក់មកពីលើមេដោយសារនាងចេះប្រើថាពលភ្លើងដ៏អស្ចារ្យ Sunmi ចឹងអ្នកគ្នាតោះមកនាងពិតជាអួតទៅលើគ្នារបស់គេខ្លាំងមែនតើហើយគ្នារបស់គេគេថាស្ងាត់មាត់ឈឹងតែម្ដងដោយសារនារីសោលឿនរបស់យើងគេថានិយាយទៅប៉ែខ្លាំងពេកចឹងហើយនៅពេលនោះគេថា Kilo របស់យើងក៏បានអួតទៅលើនារីទឹកក្រូចរបស់យើងថាគេគឺជាអ្នកខ្លាំងរន្ទះបាញ់ដោយសារគេចេះប្រើថាពលរន្ទះបាញ់ដ៏អស្ចារ្យ Sunmi ចឹងអ្នកគ្នាហើយនារីសក់ទឹកក្រូចរបស់យើងគេថាអត់ជឿទៅលើ Kilo របស់យើងទេហើយនៅពេលនោះគេក៏ចាប់ផ្ដើមបកកាយគ្នាពេញនឹងតែម្ដងហើយនៅពេលនោះគេថា Kilo និងនារីសក់ទឹកក្រូចរបស់យើងចាប់ផ្ដើមប្រើថាពលរៀងខ្លួនតែម្ដងដល់នារីសក់ទឹកក្រូចរបស់យើងពិតជាមើលងាយទៅលើ Kilo ខ្លាំងមែនតើណាដោយគិតថា Kilo របស់យើងគឺជាមនុស្សកាចឹងអ្នកគ្នាដល់នៅពេលនោះគេថាបរោះអស្ចារ្យរបស់យើងក៏បានប្រាប់ទៅលើពួកគេកុំឲ្យពួកគេឆ្លោះគ្នាដោយប្រុសម៉ាប់របស់យើងក៏បានប្រាប់ទៅលើនារីសក់ទឹកក្រូចដែរប៉ុន្តែនារីសក់ទឹកក្រូចរបស់យើងពិតជាខឹងទៅលើប្រុសម៉ាប់ខ្លាំងមែនតើក៏បានជេរទៅលើគេថាកជ្រុកសាច់សុតចឹងអ្នកគ្នាចំណែក Kilo របស់យើងពិតជាខឹងដែរចឹងដោយសារនារីនឹងក៏ដិតតប៉ែខ្លាំងមែនតើហើយនៅពេលនោះគេថា Gona របស់យើងក៏បានក្រោកឆោហើយក៏បានស្រែកក្តែងប្រាប់ទៅលើពួកគេថាគេគឺជាអ្នកខ្លាំងកណ្ដាប់ដៃរន្ទះបាញ់ណាអ្នកគ្នាមិនដាធ្វើឲ្យពួកគេម្នាក់មានការភ្ញាក់ផ្អើលទៅលើ Gona ខ្លាំងមែនតើហើយពេលនោះគេក៏ចាប់ផ្ដើមនិយាយភាសាគ្នាចឹងកុំឲ្យពួកគេចាប់ផ្ដើមឆ្លោះគ្នាចឹងហើយពួកគេម្នាក់ស្ទើរតែមានចិត្តសល់រៀងខ្លួនចឹងអ្នកគ្នាគឺថាឲ្យពួកគេសហការគ្នាដើម្បីទៅរកការអស្ចារ្យ Sunmi របស់យើងចឹងហើយពេលនោះថានារីសក់ទឹកក្រូចរបស់យើងក៏បាននិយាយប្រាប់ទៅលើពួកគេថាការរកការអស្ចារ្យ Sunmi របស់យើងគឺថាពិតជាមិនងាយស្រួលទេដោយសារកាត់ហ្នឹងពិតជាអស្ចារ្យខ្លាំងមែនតើដោយសារមានអ្នកគ្រប់គ្រងដ៏អស្ចារ្យខ្លាំងក្លា
chứ đại kia mình nghi xua vô chẳng là kia tao mau kêu cái chấp ram giấy phía xa kia bên năng tam đỏ phụ kia năng ta riệp trong pan ca đó a cha sơn miên chứ đâm bay bên phía cái bỏ kia chắp rồi ha chứ là kia tao mau kêu cái chấp ram giấy phía xa kia chứ đâm bay đâu bị ti xa chắp rồi ha chứ đâm bay từ tua ban ca đó a cha sơn miên chứไปตามตัวមកគេក៏ចាប់ផ្ដើមទាញកាត់ម្នាក់ម្ដងដោយក្នុងកាត់ហ្នឹងគេថាមានយុទ្ធសាស្ត្រខ្លាំងមែនទែនហើយពេលនោះគេក៏ចាប់ផ្ដើមប្រើយុទ្ធសាស្ត្រកាត់ហ្នឹងហោះស្ទុយទៅបានទៅដោយគេនឹងចាប់ផ្ដើមមានភារកិច្ចដ៏អស្ចារ្យរបស់គេដោយពួកគេទាំងអស់គ្នាគេថាមានភារកិច្ចត្រូវធ្វើនៅក្នុងទីក្រុងរបស់គេយ៉ាងបន្ទាប់មកគេថា Gona គេលោកបើយើងក៏ចាប់ផ្ដើមដើរលំហែកាយនៅក្នុងទីក្រុងហ្នឹងតែម្ដងចំណែកបរិយាអស្ចារ្យរបស់យើងគេក៏ចាប់ផ្ដើមទៅជួបជាមួយនឹងនារីម្នាក់ចាដោយនារីម្នាក់ហ្នឹងគេថាជាអ្នកលក់ត្រីណាគ្នាបន្ទាប់មកនារីម្នាក់ហ្នឹងក៏បានរៀបរាប់ថានាងពិតជាសេះខ្លាំងមែនទែនចាដោយសារមានបរិយាម្នាក់តែងតែមកឆាឆាយទៅលើនាងចាណាគ្នាហើយនាងក៏បានទីមបរិយាជួបពេញហ្នឹងតែម្ដងហើយនាងពិតជាសេះខ្លាំងមែនទែនចាហើយពេលហ្នឹងគេថាធីមអស្ចារ្យរបស់យើងក៏ចាប់ផ្ដើមនិយាយភាសាគ្នាដោយសារគេអត់បាយ3ថ្ងៃហើយឥឡូវគេឃ្លាន AC ខ្លាំងមែនទែនចាបន្ទាប់មកគេក៏ចាប់ផ្ដើមនិយាយភាសាគ្នាចាដើម្បីទៅរកកន្លែងទិញ AC ចាដែលគេលោករបស់យើងក៏ចាប់ផ្ដើមបបួលគេនឹងទៅរកកន្លែង AC ចឹងគ្នាហើយពេលហ្នឹងថាប្រូអាខ្មៅរបស់យើងក៏បានបបួលពួកគេទៅកន្លែងផឹកស៊ីតែម្ដងចាដោយសារគេឃ្លានស្រាបៀកម្ពុជាខ្លាំងមែនទែនបន្ទាប់មកគេក៏ចាប់ផ្ដើមដើរចូលទៅកន្លែងផឹកស៊ីហ្នឹងហើយរឿងរបស់យើងក៏តាកាត់ចោលនៅពេលហ្នឹងឯងអ្នកគ្នាហើយអ្នកគ្នាក៏ពេចរងចាំទស្សនាភាពបន្តទៀតអ្នកគ្នា